រឿងនេះបានកើតឡើងនាយប់ខែដាច់នៅតំបន់ទីជនបទដាច់ស្រយាលមួយដែលនៅទីនោះពុំមានមនុស្សរស់នៅច្រើននោះទេគ្រប់គ្នាប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតពូចកនិងមីងច័ន្ទគឺជាអ្នកចំណាក់ស្រុកពួកគាត់មានជីវភាពក្រណាស់ប៉ុន្តែគាត់មានមនុស្សដែលស្រឡាញ់រាប់អានគាត់ច្រើនព្រោះគាត់ជាមនុស្សដែលមានទឹកចិត្តចេះជួយគ្នាចេះស្រឡាញ់អ្នកជិតខាងមានអ្វីហូបគាត់តែងតែចែករំលែកពុំខានក្រៅពីរបរធ្វើស្រែចម្ការគាត់ទាំងពីរនាក់ប្រកបមុខរបរនេសាទត្រីពេលបានត្រីច្រើនពួកគាត់យកទៅធ្វើផ្អកប្រហុកត្រីងៀតទុកគ្រាន់ហូបនិងលូខ្លះគ្រាន់នឹងចិញ្ចឹមជីវិតប្រចាំថ្ងៃពូចកគាត់មិនចេះផឹកស៊ីទេគាត់ស្លូតណាស់ហេតុនេះទើបធ្វើឲ្យប្រុសដទៃទៀតនៅក្នុងភូមិនោះមានការកោតសរសើរគាត់ជាខ្លាំងនាយប់មួយនាយសុកនាយត្រីបាននាំគ្នាទៅអង្គុយលេងនៅផ្ទះពូចកប្រសិនបើខ្ញុំបានបងប្រុសដូចជាពូវិញមិនដឹងសប្បាយចិត្តប៉ុណ្ណានោះទេពូស្លូតពូកែរកស៊ីពូកែធ្វើការនិងចេះចែករំលែកដល់អ្នកផងទៀតផងមិនងាយរកបានមនុស្សដូចជាពូនោះទេពូពិតជាមនុស្សចិត្តល្អពិតមែនអូនសកាកុំចេះតែមកបញ្ជោពូអីណាឯប្អូនវិញក៏មិនអន់ដែររូបរាងក៏ក្រាន់បើហើយពូកែធ្វើស្រែចម្ការទៀតស្រីណាបានធ្វើប្តីនោះពិតជាសំណាងជាមិនខាននោះទេមុខក៏បានរាងក៏លយទៀតនិយាយទៅគឺសង្ហាតែម្ដងពូចកឯងបញ្ជោអាសកវាអងាប់ហើយមើលទៅមុខវាទៅគ្រាន់តែពូឯងសរសើរតែបន្តិចសោះតាំងឯងធ្វើមុខក្រហមអីណាអាចោអាត្រីឯងចំណែនអញមែនបានជាមករអ៊ូគ្រាន់តែពូចកសរសើរអញប៉ុណ្ណឹងសោះឲ្យគាត់ណាសរសើរឯងមិននឹងកើតទៅបើឯងឡើងខ្មៅកញ៉េះអញ្ចឹងហើយក៏ទឺអាចញ៉ុកទៀតបើនិយាយអំពីសក់ក្បាលវិញណាបោះចូលទឹកប្រងឡើងមកវិញកំពឹសតងអាញ៉ៃអូនសុកឯងចេះតែបង្អាប់គ្នាអញ្ចឹងហើយគ្នាខ្មៅមែនតែខ្មៅស្រស់ទៀបមែនតែទៀបស្អាតឯសក់វិញគេថារួញអង្គាដីអីគេពូគេថាកញ្ញាញ់ក៏កញ្ញាញ់ទៅអាងាប់តាទៅផ្ទះវិញយប់ហើយអាសកពួកគេនិយាយគ្នាលេងយ៉ាងសោចក្អាកក្អាយរហូតដល់យប់ជ្រៅទើបពួកគេលាពូចកទៅផ្ទះវិញពូមីងខ្ញុំគិតរកលាទៅវិញហើយនេះដូចជាយប់ជ្រៅបន្តិចហើយតាអាសកឈួតនឹងហើយមើលទៅផ្ទះប្រយ័ត្នប្រយែងតាមផ្លូវផងណានេះយប់ងងឹតហើយណាក្មួយកុំភ័យអីណាពូអាត្រីវាមិនអីនោះទេពូខ្លាចខ្មោចលងពួកខ្ញុំមែនទេខ្ញុំមិនខ្លាចខ្មោចនោះទេមិនដែលខ្មោចឯណាមកលងកាច់កយើងកើតនោះយីអានេះមើលវានិយាយអាផ្លោកស្អុយនេះពួកគេធ្វើដំណើរបណ្ដានិយាយគ្នាលេងបណ្ដាដោយលឺមាត់សំណោចសើចក្អាកក្អាយទំនងជាសប្បាយណាស់មើលទៅនោះស្រាប់តែពួកគេមកដល់ចំណុចគុំឫស្សីក្បែរព្រៃមួយស្រាប់តែពួកគេឮសំឡេងល្វើយហៅពួកគេអាសកអាត្រីកុំអាទៅណាពួកឯងភ្លេចត្រីងៀតទុកឲ្យយើងស៊ីហើយឈប់សិនយីអាសកមើលសំឡេងនេះដូចសំឡេងពូចកអញ្ចឹងឯងស្ដាប់មើលមែនតាប៉ុន្តែយើងដើរមកឆ្ងាយហើយដើររំលងចង់2គីឡូពីផ្ទះគាត់មកហើយតើគាត់ដើរតាមយើងមកធ្វើអីមែនហ្នឹងតាយើងទៅសួរគាត់ហ្មងទៅឯងគិតមិនដែរអាសកក្រែងគាត់មានរឿងអីបានជាគាត់ដើរតាមយើងបែបនេះតែអញថាដូចជាមិនមែនពូចកទេមើលសំឡេងល្វើយដូចអត់បាញ់ 3-4 ថ្ងៃអញ្ចឹងណែអញសង្ស័យតែយីអានេះឯងគិតអីទៀតហើយកុំនិយាយច្រើនតែយើងប្រញាប់ទៅមុខទៅពួកគេក៏បានធ្វើដំណើរបន្តទៅខាងមុខទៀតដោយមិនបានឈប់សោះឡើយស្រាប់តែលើសំឡេងមនុស្សស្រីហៅវិញម្ដងបងត្រីយីសំឡេងនេះដូចជាសំឡេងចន្ទថាអានេះវើយចេះណាត់កូនគេមកពីការហ្នឹងណាត់លបយោស្អីវើយអញអត់បានជួបអូនចន្ទថាទេថ្ងៃនេះសង្ស័យតែនាងនឹកឯងទេដឹងនាយត្រីងាកមកក្រោយហើយក៏ឃើញចន្ទថាកំពុងតែដើរក៏រត់ទៅស្រាប់តែអាសកជួយអញផងខ្មោចទេមិនមែនអូនចន្ទថាទេជួយអញផងគ្រាន់តែប៉ុណ្ណេះនាយត្រីក៏បានបាត់មាត់ឈឹងរីឯនាយសុកវិញក៏ស្រែកឲ្យគេជួយអ្នកភូមិក៏ផ្អើលមកមើលគ្រប់គ្នាដុតភ្លើងមកជួយរកមើលនាយត្រីពេលនោះស្រាប់តែឃើញនាយត្រីដាច់ក្បាលពីខ្លួនបាត់ទៅហើយគ្រប់គ្នារន្ធត់ស្លក់ចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍មួយនេះលោកមេភូមិជាមនុស្សចាស់ទុំដែលដឹងឮច្រើនគាត់ចេះមុនអង្គមអមអាមហើយគាត់ក៏បាននិយាយថានេះមិនមែនជាខ្មោចទេគឺជាព្រាយក្បាល8វាអាចប្រែខ្លួនចេញជារូបរាងជាសត្វផ្សេងជាមនុស្ស
ដែលយើងអាចស្គាល់ដើម្បីឲ្យយើងទៅរកវានិងវាសម្លាប់ហើយស្រូបយកព្រលឹងរបស់យើងធ្វើជាទាសកររបស់វាដូច្នេះសូមបងប្អូនទាំងអស់គ្នាប្រយ័ត្នឲ្យមែនតែនណាទោះមានរឿងអ្វីកើតឡើងក៏ដោយសូមកុំឆ្លើយនិងងាកក្រោយរកវាឲ្យសោះ ប៉ុន្មានថ្ងៃក្រោយមកនាយសុកនិងពូចកបានទៅនេសាទត្រីជាមួយគ្នានៅឯបឹងពូសំណាញ់នេះប្រហែលជាបានត្រីច្រើនណាស់ហើយបានជាទាញតាក់នឹងធ្ងន់ម្លឹងពូ ប្រហែលហើយឯងណាលើកមកមើលដឹងតែបានត្រីច្រើនហើយទាញមកណាចាំពូជួយយកទៅផ្ទះ បាទពូមើលអីគេមូអញ្ចឹងមើលតែក្បាលមនុស្សអញ្ចឹងនេះពធោក្បាលខ្មោចអាត្រីតាពូចកនិងអាសុកក៏បាននាំគ្នារត់បាតជើងសព្រាតែម្ដងរហូតដល់កន្លែងមួយដែលជាកន្លែងនេត្រីស្លាប់នោះស្រាប់តែអាសុកឯងរត់ទៅណាឯងមិនអាណិតអញទេអីក្រែងយើងគឺជាពូម៉ាក់នឹងគ្នាមែនទេមិនបានជាឯងមិននិយាយរកយើងចឹងសក់ដល់វែងអនឡាញមួយបានវាមករកជើងអ្នកទាំងពីរឈរនៅស្ងៀមមិនកំរើខ្លួនបិទភ្នែកមិនតបតអ្វីទាំងអស់តែនាយសុកលួចបើកភ្នែកព្រឹមឃើញភ្នែកព្រៃក្រហមសឹងប៉ិនចង្អេរអង្គមុខអាក្រក់មើលមិនយល់គេស្ទើរតែកាំងបេះដូងទៅហើយតែខំទូបអារម្មណ៍រំលឹកគុណឪពុកម្ដាយដើម្បីបំបត្តិភាពភ័យខ្លាចស្របពេលនោះអ្នកភូមិក៏បានដើរកាត់ទីនោះបានឃើញគេគូត្រដកហៅគ្នាលើកនេះបានកូនព្រះចៅអធិការវត្តលោកបានមកប្រសិទ្ធបណ្ដាឲ្យព្រៃនោះចេញពីភូមិដោយដាក់ចូលទៅក្នុងក្រឡមួយរួចបញ្ចុះអដ្ឋានកប់ទៅក្នុងដីវត្តដើម្បីឲ្យភ្ញាក់រលឹកចាប់តាំងពីពេលនោះមកអ្នកភូមិក៏រស់នៅបានសុខសាន្តរហូតតរៀងទៅ